យើងធ្វើបានដោយសារយើងមានinterventional bronchoscopy ក្រៅពី bronchoscopy យើងក៏មាន sleep study ដែលជំងឺចាប់អារម្មណ៍ខ្លាំងសម័យឥឡូវគឺអ្នកជំងឺលើសគីឡូដែលឲ្យគេងសម្បុកហើយស្ទះដង្ហើមពេលយប់អញ្ចឹងគេហៅយើងមាន polygraphy ដើម្បីវាស់ឲ្យដឹងថាតើអ្នកជំងឺនឹងសម្បុកហ្នឹងគាត់សម្បុកសុខភាពល្អឬក៏សម្បុកគាំងដង្ហើមអញ្ចឹងក្នុងម៉ាស៊ីនហ្នឹងយើង record មកមួយយប់ទៅភ្លឺមកយើងដឹងចាប់ស្តៀង Altea ខាងកាត់យកដែរព្រលឹមឡើងគេបកស្រាយមកតើយើងគាំងសម្បុកហ្នឹងលើសពី10សកុងណាលើសពី10សកុងហើយ saturation ចុះក្រោម90វារាប់1តែលើសពី5ដងក្នុង1ម៉ោងចាត់ទុកថាជាជំងឺអញ្ចឹងបើធ្ងន់ខខ្លាំងលើសពី30ដែលទាមទារទៅការព្យាបាលយ៉ាងម៉េចគឺក្រៅពីព្យាបាលស្រកគីឡូឬយើងមានម៉ាស៊ីនមាន2ធឺមាន CPAP ម៉ាស៊ីនហ្នឹងបាញ់ pression នៅពេលដែលយើងគាំងហ៊ានតែសម្បុកគាំងម៉ាស៊ីនហ្នឹងជូនខ្យល់ទៅអញ្ចឹងមានទាំង CPAP មានទាំង BiPAP ហ្នឹងដែល activity ដែលក្នុង pneumology ដែលយើងធ្វើកន្លងមកឥឡូវខ្ញុំចូលទៅ topic យើងវិញដែលនិយាយពី bronchiectasis គឺភាសាបារាំងហៅ dilatation de bronche case ហ្នឹងសំខាន់ដោយសារស្រុកយើងសម្បូរល្បែងអញ្ចឹង scale ល្បែងទោះបីយើងព្យាបាលល្បែងជីហើយក៏នៅតែ scale សាំញ៉ាំច្រើនឬអ្នកជឿឲ្យធ្វើមាន complication ច្រើនគេឧទាហរណ៍ case នេះមួយអាយុ37ឆ្នាំប្រុសគាត់នៅស្រុកត្បូងឃ្មុំដែរគាត់ជាក្អកស្លេះអត់បាត់សួរប្រវត្តិទៅគាត់មានលេបថ្នាំល្បែងម្ដងហើយអញ្ចឹងយើងសំណួរសួរថាតើលេបថ្នាំល្បែងមកហើយនៅតែក្អកទៀតតើគួរលេបថ្នាំល្បែងឡើងវិញឬយ៉ាងម៉េចលទ្ធភាពដែលរល្បែងបាននៅយើងមើលយើងឈានដល់មើលកំហានៅ gene expert negative ហើយយើងភាគរយថាល្បែងលុបឡើងវិញវាតិចដែរអញ្ចឹងជាក់ស្ដែងនៅជំងឺនេះយើង scan មកឃើញជា dilatation de bronche នៃរូបរិចតងសួតនៅខាងលើនៅផ្នែកខាងលើសួតនៅសូមេខាងស្ដាំហ្នឹងបញ្ជាក់ថាគាត់មាន dilatation de bronche ខេសមួយទៀតធ្លាប់លេបថ្នាំល្បែងដែរតែឥឡូវនេះគាត់ចេះក្អកឈាមអត់បាត់ហេតុអីយើងមើលថតរ៉ាឌីយ៉ូឃើញអញ្ចឹងបើយើងអត់ចាប់អារម្មណ៍យើងអត់ដឹងថាគាត់មាន dilatation de bronche តោះតែយើង scan មកបានឃើញថា bronche គាត់ធ្លុះអស់ហើយបើយើងបក retrospective យើងមើលបកក្រោយវិញយើងឃើញថាមានតាំងនៅរ៉ាឌីយ៉ូមែនតើអ្នកធ្លាប់លេបថ្នាំល្បែងក្អកឈាមលោកគ្រូតែគិតដំបូងគេគឺ bronchiectasis ហ្នឹងគឺ dilatation de bronche ដូចជា scale frequent របស់ល្បែងអញ្ចឹងល្បែងមកដល់ថ្ងៃនេះនៅតែជាជំងឺ infectious ដែលស្លាប់ច្រើនជាងគេនៅលើពិភពលោកអ្វីត្បិតតែលើពិភពលោកជាពិសេសគ្រប់ប្រទេសទាំងអស់ commit ថាត្រូវតែបញ្ចប់ល្បែងត្រូវតែគេមាន clear មួយ yes we can stop TB ប៉ុន្តែយើងមើលតួលេខតើ stop បានអត់ឆ្នាំ2020 83លានអ្នកកើតល្បែងហើយឆ្នាំ2024ថែម10លានទៀតអ្នកដែលស្លាប់គឺចំនួនស្លាប់2024 1លានជាងអ្នកអញ្ចឹងក្នុងមួយថ្ងៃយើងនិយាយជារួមតួលេខមួយថ្ងៃស្លាប់ដោយសារល្បែងគឺលើពិភពលោកគឺ3300នាក់តួលេខនៅខាងត្បូងឃ្មុំខ្ញុំស្ដាប់ប្រសាសន៍អាដាមប្រធានមន្ត្រីប្រមាញ់គឺយើងមានល្បែង235នាក់អញ្ចឹងយើងយកតួលេខនេះមកគិតក្នុងចំណោមល្បែងក្រោយវិជាហើយយ៉ាងម៉េចធ្វើត្បិតតែយើងមានថ្នាំស័ក្តិសិទ្ធិមែនតែអត្រាជាខ្ពស់មែនប៉ុន្តែ scale post-tuberculosis វាច្រើនដែលពិភពលោកអត់ចាប់អារម្មណ៍ទេត្រឹមតែចាប់តាម2019ឡើងនាំគ្នាប្រមូលគ្នាធ្វើ symposium ចាប់អារម្មណ៍ពីជំងឺដែលបន្សល់ទុកដោយសារល្បែងជាហើយសួតនៅតែមានបញ្ហាអញ្ចឹងបើយើងមើលតួលេខនៅអូស្ត្រាលីអ្នកដែលសេកែល្បែងសេកែប៉ុស្តិ៍ល្បែងយើងគិតថាប្រទេសគេជឿនលឿនគេព្យាបាលល្អល្បែងទុកផលវិបាកឲ្យ 68% នៃអ្នកជំងឺហើយយើងនិយាយថាយើងត្រឹមតែ50ទៅយើងល្អជាងគេចុះឧបមាចុះតួលេខព្រឹកមិញ235នាក់
អញ្ចឹងនៅមាន100អ្នកជាងទៀតដែលមានបញ្ហាសួតសេកែល្បែងដែលសេកែនឹងយ៉ាងម៉េចគឺសេកែនឹងព្យាបាលអត់ជាអញ្ចឹងសេកែល្បែងមានអីខ្លះសំណួរសួរមានអីខ្លះគឺអាចប៉ះទាំងប្រុងមានត្រាកូមាន steno-bronchic មាន BPCO មាន bronchiectasie មាន fibrose មាន infection មានhypertension pulmonaire មាន pleural thickening បើយើងមើលមែនតែនទៅតែស្រិចទាមកពុំម៉ងនឹងទាំងអស់ហ្នឹងកន្លែងណាក៏អាចជាសេកែល្បែងដែរឧទាហរណ៍បើផ្សិតជាប៉ះវ៉ា respiratoire ធំ large airway វាឲ្យ stenotracheobronchic វាឲ្យ bronchiectasie តែធ្វើជារោគ clinic ជារោគសញ្ញា clinic បើសិនជា tracheobronchial stenosis ឲ្យអ្នកជឿហត់ពិបាកដល់ដង្ហើមបើ bronchiectasie អាចអ្នកជឿខាក់មានស្លេះមានឈាមដើម្បីធ្វើរោគវិនិច្ឆ័យដល់ថតរ៉ាឌីយ៉ូឬក៏ឈានដល់ CT scan មិនប៉ះត្រឹមតែវ៉ា respiratoire ធំទេវ៉ា respiratoire ទូចក៏ប៉ះដែរវាអាចត្បៀតតងសួតដែលយើងច្រឡំថាជា HERD ជា BPCO គឺការប៉ັດជាសេកែរបស់ល្បែងដែលអាការនេះត្បៀតតងសួតហ្នឹងដើម្បីធ្វើរោគវិនិច្ឆ័យតតែយើងមានលទ្ធភាពធ្វើ spirometry បើសិនជាប៉ះប្រងឈីមវាឲ្យ granulome ឬក៏ fibrose ដែលយើងធ្វើតេស្ត spirometry ទៅយើងអាចដឹងថា DLCO ចុះឬក៏យើងអាចធ្វើ CT scan បញ្ជាក់ថែមមួយទៀតវាអាចមានជាទៅវាឲ្យធ្លុះសួតវាជាកាវីតេអាធ្លុះសួតហ្នឹងវាងាយនឹងឲ្យមេរោគទៅទុំនៅហ្នឹងដែលមេរោគដែលបារម្ភជាងគេគឺថាពួកផ្សិតគឺ aspergillus ដែលវាឲ្យជាតាប់ឡូវាអាចជា CPA បានថា chronic pulmonary aspergillosis អ្នកជំងឺនឹងក្អកស្លេះរ៉ាំរ៉ៃអត់បាត់ដាក់ថ្នាំអីក៏ត្រូវឬក៏សាហាវជាងហ្នឹងគឺ invasive aspergillosis ដែលពិបាកនឹងជួយមួយទៀតចុងក្រោយបើសិនជាប៉ះស្រោមសួតវាឲ្យក្រាស់ឡើងក្រាស់ pleural thickening ហ្នឹងឡើងក្រាស់ឡើង calcifié អញ្ចឹងធ្វើឲ្យសួតយើងរលាស់ដកដង្ហើមទៅវា compliant វាអត់រីករួមអត់ល្អធ្វើឲ្យអ្នកជំងឺពិបាកក្នុងការដកដង្ហើមចុះយើងធ្វើម៉េចបានជា post tuberculosis Shigella នឹងបានតោះតែយើងយល់អំពី factor អីដែលឲ្យជាល្បែងហើយនៅមានបញ្ហាសាឡាដល់សួតអញ្ចឹងគេរកឃើញមាន factor ច្រើន factor ទី1គឺអ្នកជំងឺចាស់បើយើងកើតល្បែងពីក្មេងភាគរយជាសួតមកជាល្បែងមកសួតអាចល្អមកវិញប៉ុន្តែបើអាយុច្រើនជាតែល្បែងតែសួតខូចឬក៏អ្នកធ្លាប់លេបថ្នាំល្បែងពីមុនម្ដងហើយមកកើតល្បែងម្ដងទៀតក៏ស្មុគស្មាញដែរក៏ជាទៅក៏សួតខូចដែរអ្នកជួបបរិយអ្នកផឹកសារ៉ាឬក៏អ្នកបេកាបូកក៏ឲ្យសំណល់ជាឲ្យនៅសំណល់នៅល្បែងនៅប៉ះពាល់សួតដែរឬក៏baseline ពេល X-ray ដំបូងទីដែលកើតល្បែងហ្នឹងគឺខូចខាតសួតសាច់សួតខូចខាតខ្លាំងពេកអញ្ចឹងជាមេរោគល្បែងហើយក៏នៅតែមានសំណល់មួយទៀតអ្នកមាន HIV ឬក៏ធ្វើរោគវិនិច្ឆ័យយឺតពេកក្រដឹងរោគវិនិច្ឆ័យពេកអាហ្នឹងធ្វើឲ្យសំណល់ល្បែងកាន់តែខ្ពស់ចំណុចចុងក្រោយដែលគេឃើញថាសេកែល្បែងហ្នឹងគឺដោយសារ poor social economic condition យើងរស់នៅបរិស្ថានអត់ល្អខ្វះអាហារូបត្ថម្ភខ្វះអីហ្នឹងគឺជាកត្តាដែលជំរុញឲ្យសាច់សួតយើងជាមកអត់បានល្អអញ្ចឹងក្នុង post tuberculosis Shigella ហ្នឹងវាមានច្រើនក្នុងនេះខ្ញុំលើកឡើង bronchiectasis មកដោយសារ bronchiectasis គឺជាមូលហេតុមួយក្នុងចំណោម Shigella ទាំងអស់ហ្នឹងដែលវាជួបច្រើនជួបញឹកញយជាងគេ bronchiectasis ហ្នឹងវាកើតឡើងមិនមែនជាល្បែងភ្លាមចេញភ្លាមវាអាចច្រើនឆ្នាំក្រោយឡើងចេញជាល្បែងចេញជា bronchiectasis ហ្នឹងហើយរោគសញ្ញាវាអាចក្អករ៉ាំរ៉ៃអាចមាន slash ឬក៏មាន infection ទៅមកជួបយើងចេះតែក្អកឡើង slash ពេលពណ៌ក្តៅខ្លួនដាក់អង់ទីប៊ីតិកទៅមួយខែពីរខែក្រោយមកម្ដងទៀតរឿងតែដដែល exacerbation ហ្នឹងទៅមកបើយើងមើល data តែ bronchiectasis តែមួយក្នុងចំណោមអ្នកព្យាបាលល្បែងហ្នឹង
យើងឃើញមានពី 1.8% រហូតដល់ 35.5% អាក្រក់ជាងគេនៅខាងវាដែលយើងគិតថាស្ថានភាពយើងប្រហែលនឹងដែរយើងក៏ប្រហែលជាបើយើង estimate ទៅខ្ទង់ប្រហែលជាថា 30% ចុះអញ្ចឹង10នាក់នៃការព្យាបាលល្បែងសល់3នាក់ដែលអាចវិវត្តទៅជា bronchiectasis ហ្នឹងបើយើងមើល mechanism របស់ bronchiectasis ឬក៏យើងអាចចោទសួរថាហេតុអីបាន bronchiectasis ហ្នឹងព្យាបាលហើយមិនជាដឹងរោគវិនិច្ឆ័យហើយច្បាស់លាស់ហើយថាអ្នកជំងឺមាន bronchiectasis ដាក់ថ្នាំហើយមិនតែព្រមជាយើងមើល mechanism នេះគេហៅថា cold vicious cycle អានេះជាទ្រឹស្ដីចាស់កាលណាមាន infection មានរលាកនឹងធ្វើឲ្យតងសួតយើងរិចairway destruction ធ្វើឲ្យតងសួតយើងរិចតងសួតយើងរិចហ្នឹងធ្វើឲ្យslash នៅក្នុងតងសួតហ្នឹងស្ទះនៅហ្នឹងវាបញ្ចេញអត់កើតវាស្អិតនៅហ្នឹងស្អិតនៅហ្នឹងធ្វើឲ្យមេរោគទៅទុំនៅហ្នឹងធ្វើឲ្យ bacterial colonization គឺបាក់តេរីនៅទុំនៅកន្លែង slash ស្អិតហ្នឹងទុំ slash នឹងបាក់តេរីនៅច្រើនកន្លែងហ្នឹងវាធ្វើឲ្យមាន viral infection វិញ infection ធ្វើឲ្យខូចតងសួតធ្វើឲ្យច្របាច់ slash ចេញហ្នឹងវាទៅអត់រួចច្របាច់ slash ទៅចេញទៅអត់រួចធ្វើឲ្យស្ទះ slash ធ្វើឲ្យបាក់តេរីកើនធ្វើ infection អញ្ចឹងជាសក្តិវិទ្យាមួយដែលដោះអត់ចេញទេជាកងមួយវិលនៅហ្នឹងយើងចង់ដោះទៅកាត់ផ្ដាច់អាកងនឹងចំណុចណាមួយទ្រឹស្ដីអញ្ចឹងមិនតែការអនុវត្តមិនប្រកាសជាធ្វើបានពីមុនគេថាកងនឹងវិលអញ្ចឹងដោយដុកទ័រ Cole ហ្នឹងគាត់សន្និដ្ឋានអញ្ចឹងប៉ុន្តែទ្រឹស្ដីថ្មីគេរកឃើញតាមរូបភាពហ្នឹងគឺលោកគេហៅថា Voktaj វិញ Voktaj សក្តិវិទ្យារបស់ដុកទ័រ Voktaj នេះឬក៏ Vicious Voktaj ខុសពី Cole មិញកងមិញគាត់វិលមកជុំអញ្ចឹងឯងinfection ឲ្យរីកតងសួតឲ្យស្ទះ slash ឲ្យបាក់តេរីទុំឲ្យ infection វាវិលអញ្ចឹងផ្ទុយពីនឹងលើសពីអ្វីដែលធ្ងន់ធ្ងរជាងCole ហ្នឹងគឺ4ចំណុចហ្នឹងមួយណាក៏រុញទៅគ្នាដែរinfection ក៏រុញឲ្យស្ទះ slash infection ឲ្យបាក់តេរីស្ទះនៅហ្នឹង infection ឲ្យខូចរីកតងសួតដល់ចំណុចចេញរីកតងសួតវិញរីកតងសួតឲ្យ infection រីកតងសួតឲ្យស្ទះ slash រីកតងអញ្ចឹងវិលកងហ្នឹងវិលចាក់ទៅចាក់មកអញ្ចឹងព្រួយហ្នឹងអត់វិលដូចមូលដូចមិញទេគឺព្រួយហ្នឹងអាចបាញ់ថយក្រោយព្រួយហ្នឹងអាចបាញ់មកខាងនេះព្រួយហ្នឹងអាចបាញ់ទៅខាងពីស្ដាំទៅឆ្វេងឆ្វេងហ្នឹងក៏អាចបាញ់ទៅស្ដាំវិញអញ្ចឹងព្រួយហ្នឹងទៅវិញទៅមកហើយបើយើងនិយាយពីមិញជា mechanism របស់ bronchiectasis ជាទូទៅចុះ bronchiectasis របស់ល្បែងក្រោយពីល្បែងតើវាខុសគេយ៉ាងម៉េចdistinct phenotype វាមានលក្ខណៈពិសេសយ៉ាងម៉េចខុសពី bronchiectasis ផ្សេងៗនោះតាមរយៈ study គេធ្វើសិក្សានៅ31ប្រទេសគេឃើញថាគេយកអ្នកជំងឺ 19324 នាក់យកមកចែកអ្នកដែលមាន bronchiectasis ហ្នឹងទៅសួរអង្គទេសដង់តើអ្នកធ្លាប់ព្យាបាលល្បែងឬក៏មិនធ្លាប់ព្យាបាលល្បែងគេយកអ្នកមួយក្រុមព្យាបាលធ្លាប់ព្យាបាលល្បែងនិងមួយក្រុមដែលអត់ព្យាបាលល្បែងយកមកធៀបគ្នាតើខុសគ្នាមិនពីរក្រុមហ្នឹងគឺជាលទ្ធផលឃើញថាក្រុមដែលធ្លាប់ព្យាបាលល្បែងច្រើនតែអាយុច្រើនហើយច្រើនតែរកឃើញមេរោគ Pseudomonas ហើយបើយើងធ្វើតេស្តផ្លូវដង្ហើមច្រើនតែ FEV1 ថយចុះដែលធ្វើឲ្យត្បៀតតងសួតហ្នឹងហើយបើយើងថតតាមរយៈ imagery យើងឃើញថារីកតងសួតនៃអ្នកកើតល្បែងច្រើនតែនៅលើ lobe superior ខាងស្ដាំហើយតាក់ទងទៅនឹងអត្រា exacerbation និងអត្រាស្លាប់រយៈពេល5ឆ្នាំគឺ study ឆ្នាំ2024ហ្នឹងឃើញថាអត់ខុសគ្នាអ្នកឯងមានប្រវត្តិល្បែងក៏ដោយមិនមានក៏ដោយអត់ខុសគ្នាប៉ុន្តែក្នុងនោះអញ្ចឹងជារួមមករបស់ study ដែល31ប្រទេសនៅឆ្នាំ2024ហ្នឹងគេសន្និដ្ឋានថាបើសិនជា bronchiectasis នៃអ្នកដែលធ្លាប់លេបថ្នាំល្បែងទី1ច្រើនតែមនុស្សចាស់ទី2ច្រើនតែមានរកឃើញមេរោគ Pseudomonas ទី3ឆាប់មាន lung function នឹងថយហើយឬក៏កើតនៅ
ច្រើននៅ lobe superior ចំណែក study មួយទៀតគេធ្វើចន្លោះនៅប្រទេសទូនីស៊ីចន្លោះពីឆ្នាំ98ដល់ឆ្នាំ2000គេចែកក្រុមដែលមាន bronchiectasis ដូចគ្នាអញ្ចឹងអ្នកដែលធ្លាប់មានល្បែងនិងអត់មានល្បែងដូចគ្នាគេយកធៀបគ្នាតើខុសគ្នាយ៉ាងម៉េចក្នុង study ហ្នឹងគេធ្វើទៅគេឃើញថាអ្នកដែលក្រុមដែលមានធ្លាប់មានល្បែងច្រើនតែមាន serious infection bronchial super infection ហើយច្រើនមានក្អកឈាមជាងអ្នកដែលអត់ធ្លាប់មានល្បែងតែទោះយ៉ាងណាទាំងពីរក្រុមហ្នឹងគឺវិវត្តទៅខ្សោយផ្លូវដង្ហើមមិនជាខុសគ្នាទោះបីមានល្បែងឬអត់ល្បែងក៏ដោយឲ្យតែមានbronchiectasis គឺវិវត្តទៅដល់ខ្សោយផ្លូវដង្ហើមឬ chronic pulmonary heart disease ក្នុង study ហ្នឹងគេសរុបមកគេថាអ្នកដែលធ្លាប់មានល្បែងច្រើនតែមានសៀង infection និង hemoptysis មានពីររោគសញ្ញាហ្នឹងអញ្ចឹងយើងបកមកបើយើងដឹងចឹងហើយតើការព្យាបាលគេធ្វើម៉េចការព្យាបាលគឺក្នុងហ្នឹងមានគោលបំណង3សំខាន់ទី1គឺកាត់បន្ថយរោគសញ្ញាដើម្បីឲ្យគុណភាពជីវិតគាត់បានល្អទី2ធ្វើការពារកុំឲ្យគាត់ចេះតែវិវត្តទៅខ្សោយផ្លូវដង្ហើមpreservation of lung function ទី3គឺកាត់បន្ថយជំងឺផ្សេងៗនិងអត្រាស្លាប់របស់អ្នកជំងឺដែលធ្លាប់មានល្បែងហ្នឹងក្នុងការព្យាបាលវាមានជំរើសថ្នាំទី1គឺជាជំរើសថ្នាំគេមាន bronchodilatator គឺថ្នាំបើកតងសួតក្នុងហ្នឹងក៏មាន spray ជា ICS គេអាចប្រើ ICS ឬក៏ថ្នាំកាត់ slash អញ្ចឹងនេះយើងកាត់បន្ថយ inflammation ដែល mechanism យើងថាមាន inflammation ហើយតងសួតត្បៀតយើងអាចដោយ bronchodilatator ហើយដោយសារស្ទះ slash យើងត្រូវប្រើថ្នាំ slash ដែលគេ recommend ជា N-acetylcysteine ហើយពេលខ្លះចាំបាច់ត្រូវប្រើអង់ទីប៊ីយោទិកដែរបើសិនជាមាន infection ធ្វើទុកដែលគេសម្គាល់ទៅតាមរយៈ slash កាន់តែកើនslash នឹងប្រែពណ៌អាហ្នឹងគេគិតថាភាគរយមាន infection គេនឹងពេលហ្នឹងគេប្រើអង់ទីប៊ីយោទិកប៉ុន្តែក៏ត្រូវយល់ពាក្យស្អីគេ bacterial colonization ហ្នឹងបានន័យថាមេរោគនៅសង្ងំមួយយើងប៉ុន្តែមិនមែនជាមេរោគ pathogen ទេមិនមែនជាមេរោគធ្វើឲ្យយើងពិបាកធ្វើឲ្យយើងលាកសួតទេពេលខ្លះយើងពិបាកបែងចែកតើមេរោគហ្នឹងឈឺមែនឬក៏អត់ប៉ុន្តែក្នុង practice គ្រូអ្នកគ្រូឲ្យតែឃើញមេរោគសុបាយចិត្តហើយបើមិនចាំថាវិភាសាថា colonization ឬ pathogen ប៉ុន្តែទៀតពិតគេស៊ីជម្រៅគេវិភាសាដល់ថ្នាក់ហ្នឹងហើយបើសិនជាហត់យើងមានតែអុកស៊ីហ្សែនដាក់អុកស៊ីហ្សែនទៅហើយចំណុចក្រៅពីថ្នាំ complete គេធ្វើ rehabilitation គេមាន exercise training អាហ្នឹងទាក់ទង kinesia respiratoire គេត្រូវបញ្យល់ធ្វើ education therapeutic ទៅបញ្យល់អ្នកជំងឺថាអ្នកជាជំងឺហ្នឹងត្រូវការព្យាបាលយូរអង្វែងវាអាចអត់ជាប៉ុន្តែការព្យាបាលនឹងអាចបន្ថយសង្តូមនិងអាចឲ្យគុណភាពជីវិតល្អអាចកាត់បន្ថយការវិវត្តទៅ angina respiratoire chronic ហើយ complete nutrition ផងនិង psychological support ផងដោយជំងឺអត់ជាបើអត់ជាអត់ដាច់យើងត្រូវតែលើកទឹកចិត្តគាត់ត្រូវឲ្យគាត់យល់ពីជំងឺហ្នឹងអញ្ចឹងមានចំណុចសំខាន់មានប៉ុណ្ណឹងសូមខ្ញុំមិន detail ទៅលើ surgical option ពេលខ្លះគេត្រូវការកាត់តងសួតនឹងម្ដុំរិចកន្លែងណាមួយគេកាត់ម្ដុំហ្នឹងទៅជាអញ្ចឹងជារួមគឺតែត្មងមានតែត្មង medical surgical ហើយនិង kinesia respiratoire បាទសូមអរគុណមកបាយតែគេទឹកអស់ហើយបាទសូមថ្លែងអំណរគុណដល់វិដំចាស់អាចារ្យដែលបានធ្វើបទបង្ហាញដ៏មានសារៈសំខាន់ដល់វាគ្មិនយើងទាំងអស់បាទអញ្ចឹងជាកិច្ចបន្ទាប់នេះបើសិនជាខាងយើងមានជាសំណួរអាចសួរវិដំចាស់អាចារ្យបានហើយបើមិនទាន់មានទេអាហ្នឹងយើងអាចឆ្លើយនៅសំណួរនៅក្នុង Zoom សិនក៏បានដែរវិដំបាទអញ្ជើញ
វានេះគ្នាយើងមានសំណួរ មានជាសំណួរលើកដៃទេបាទនេះយើងទៅឃើញសួរលើកនេះ បែបយល់អស់ចេះអស់ដោយសារអាដាមគាត់បង្ហាញក្បោះក្បាយពេកហ្នឹង អ្នកចូលរួម ចុះវាបោះជើងមកគួរឲ្យចុះ ចុះហ្នឹងហើយមានសំណួរបាទសូមអរគុណលោកគ្រូសួនភិរិទ្ធក៏សួរ Bronchodilator ប្រើរហូតយ៉ាងណាបាទជាទូទៅគឺប្រើរហូតប្រើមួយជីវិតលើកលែងតែយើងលោកគ្រូវាតម្លៃថាគាត់បាត់សង្តូមលែងហត់លែងអីហើយអាហ្នឹងគាត់អាចផ្អាកបានប៉ុន្តែអាចប្រើបានរហូតបាទសូមអរគុណមែនទែន Bronchodilator ដែលគាត់សួរនេះវាមានច្រើន Bronchodilator វាមាន Bronchodilator courte duration និង Bronchodilator à longue duration គាត់ថាខុសគ្នាត្រង់ថាlongue duration គេប្រើជាប្រចាំcourte duration គេប្រើនៅពេលដែលអ្នកជំងឺធ្វើទុកគេប្រើបាញ់បន្ថែមអញ្ចឹង spray ដែល longue duration ជាទូទៅគេអាចទៅតាមថ្នាំ molecule ថ្នាំជាទូទៅគេប្រើព្រឹកល្ងាចប៉ុន្តែក៏មាន spray ប្រើតែមួយពេលដែរចំណែកឯcourte duration គឺគេអាចប្រើញឹកច្រើនដងបានក្នុងមួយថ្ងៃបាទបាទមានសំណួរច្រើនសំណួរពីលោកគ្រូកុយលីនីនគាត់សួរថា Sickle TB bronchiectasis និង BPCO មួយណាច្រើនជាងបាទ TB bronchiectasis ជាជំងឺមួយផ្នែកដែលវិវត្តទៅ BPCO អញ្ចឹង BPCO យើងយល់អញ្ចឹងគឺបានថា BPCO ច្រើនជាងពីព្រោះ BPCO ជាជំងឺមួយក្តោប etiology ច្រើនក្នុងហ្នឹងជាមួយផ្នែកគឺមកពី Sickle tuberculosis នៅ BPCO នៅសាបារីនៅសាអីទៀតអញ្ចឹងប៉ុន្តែថា BPCO ជាចង្កោមធំមួយរបស់ជំងឺហ្នឹងសំណួរសួរថា post TB bronchiectasis with AFib តើយើងប្រើសាប៊ុយතමុលបានឬទេឥឡូវលោកគ្រូកាត់យកទៅបាត់ហើយខ្ញុំឆ្លើយជំនួសគឺពិតជាបានអត់មានកុងឌីកាស្យុងទេប៉ុន្តែគាត់បារម្ភថាប្រើទៅបេះដូងកំពុងញាប់ស្រាច់កាន់តែញាប់ពេលហ្នឹងគេថឹងថ្លែងហើយប៉ុន្តែជាទូទៅគឺសុខភាពវាអត់អីទេមួយទៀត spray salbutamol ប្រើលើក្មេងអាយុប៉ុន្មានបានspray salbutamol ជាទូទៅ spray សម្រាប់ប្រើមនុស្សធំប៉ុន្តែក្មេងក៏អត់អីដែរបើសិនជាមនុស្សធំបាញ់ឲ្យគឺបាញ់គេមាន baby healer គឺអត់កំណត់អាយុទេបាញ់បានគ្រប់វ័យគេបាញ់ spray នឹងចូល baby healer ទៅឲ្យគាត់ហិតដូចគេហិតកាយអញ្ចឹងខ្ញុំសូមបន្ថែមបន្តិចបើអ្នកលោកគ្រូបារម្ភថាប្រើពួក bronchodilator ទៅអាចរិះញ័រទ្រូងអាចតាក់គេកាន់តែខ្លាំងគឺគេមានថ្នាំដែលស្រាលជាងហ្នឹងគេរើស combination បានន័យថាធម្មតាយើងប្រើsalbutamol 5 មីលីក្រាមគេមានថ្នាំមួយឈ្មោះ Combivong ដែលមាន salbutamol តែ 2.5 ទេហើយគាត់អញ្ចឹងអាហ្នឹងក្នុងហ្នឹងគឺជួយកាត់បន្ថយតាគីកាឌីដែរឬក៏ប្រើ
ពួក Beridial ជា good ជាតំណក់អ្នកគ្រូអាចសេរីតំណក់បានអញ្ចឹងអត់ភ័យរឿងញ័រធុងទេនោះហើយមានតែសំណួរខាង Zoom បាទ បាទជាសួរលោកគ្រូលោកគ្រូខ្ញុំចង់ជំរាបសួរលោកគ្រូពាក់ព័ន្ធជាមួយនឹងមុលគីលក្រោយពួក Doxophilin ពួកហ្នឹងយើងឲ្យប្រើជាប់បានទេលោកគ្រូពួកថ្នាំគ្រាប់ហ្នឹងគ្រូ បាទសូមអរគុណសំណួរសួរ molecule ជាថ្នាំលេបឈ្មោះ Doxophilin គឺអាហ្នឹងគេអាចប្រើជា long term ដែរជាគឺប្រើមួយជីវិតបាទសំណួរលោកគ្រូ Noptia គាត់ថា Sickle bronchiectasis យើងអាចប្រើ flu vaccine បានទេបាទបានអត់តាក់ទងគ្នាទេមែនតើគេ recommend អញ្ចឹង flu vaccine គឺគេប្រើនៅពេលដែលអ្នកជំងឺដែលមានបញ្ហាសួតឬក៏អ្នកជំងឺដែលមានអាយុ65ឆ្នាំឡើងទៅគេ recommend ឲ្យចាក់វ៉ាក់សាំង flu vaccine ហើយរាល់ pathology ផ្លូវដង្ហើមសាច់សួតសេកែសួតហ្នឹងគឺគេ recommend គួរតែចាក់មែនតើទៅអាហ្នឹងដោយសារយើងរៀនទ្រឹស្ដីបារាំងគេកំណត់អាយុ65ហ្នឹងធៀបពិតដោយសារនៅស្រុកគេមាន insurance តើចូល indication របៀបហ្នឹងបាន insurance គេ pay លុយឲ្យប៉ុន្តែដោយសារយើងអត់បើបកមកយើងវិញយើងអត់មាន insurance យើងអ្នកណាក៏អាចចាក់បានដែរ flu vaccine ឲ្យតែយើងមានលុយចាក់យើងគិតថាយើងថ្លឹងថ្លែងថាយើងកើតប្រសើរម្ដងពិបាកខ្លាំងរំខានខ្លាំងយើងគួរចាក់សំណួរលោកគ្រូតុងហេង TB bronchiectasis with diabetes mellitus តើយើងប្រើ inhalation corticosteroid បានអត់បាទប្រើបានអត់មាន contraindication absolute ទេមែនតើ steroid បើយើងគិត steroid បាញ់ហើយនឹងលេបគឺភាគរយគឺຂະຫນាតខុសគ្នា 1000 ដងអញ្ចឹង side effect វាទៅលើ score តិចណាស់លោកគ្រូលៀងរ៉ូសាហើយលោកគ្រូរ៉ូសាគាត់សួរថា bronchiectasis គួរចាក់វ៉ាក់សាំងអង់ទីភ្នែកកុកសិចអត់បាទចម្លើយដដែលដែរគឺយើងថ្លឹងថ្លែងមើលគួរចាក់ឬមិនចាក់បើយើងអត់មាន complication ទេរឿងបញ្ហាសួតគឺគេត្រូវតែចាក់គេគួរតែចាក់ឲ្យតែយើងមាន pathology ផ្លូវដង្ហើមដើម្បីធ្វើទៅបាត់តែវាមិនស័ក្តិសិទ្ធិវាមិនយើងសម័យមើលភ្នំកុកជាមេរោគមួយដែលឲ្យរលាកសួតតែមេរោគដែលរលាកសួតមានតែភ្នំកុកឬយ៉ាងណាអញ្ចឹងបើយើងចាក់វ៉ាក់សាំងភ្នំកុកការពារបានតែភ្នំកុកទេតែមេរោគរាប់រយគ្រាន់តែថាចាក់អាហ្នឹងវារួចខ្លួនបានអាហ្នឹងមួយប៉ុន្តែនៅមានមេរោគច្រើនណាតែវាគ្រាន់ជាងយើងអត់ចាក់ដែរអញ្ចឹងចំណែកវ៉ាក់សាំងអង់ទីភ្នំកុកសិចគឺគេចាក់រៀងរាល់5ឆ្នាំចាក់មកបញ្ជុលការពារយើងបាន5ឆ្នាំវ៉ាក់សាំងប្រាសាយចាក់មកបញ្ជុលការពារបាន1ឆ្នាំថាមានអីទៀតអត់មានអីយើងហ្នឹងហើយបើសិនជាអត់មានខ្ញុំចង់សួរជាសំណួរមួយទៅឲ្យដល់សាស្ត្រាចារ្យតាក់ទងនឹង screening តាក់ទងជាមួយនឹងពូម៉ុងយើងតើបើសិនជាយើងអាយុរៀងច្រើនបន្តិចហើយយើងគួរធ្វើអា tumor marker ហ្នឹងវាមានប្រសិទ្ធភាពច្រើនសំណួរល្អសូមអរគុណសំណួរតាក់ទង tumor marker ជាដោយសារបញ្ហាមហារីកជាបញ្ហាពេញនិយមឥឡូវដោយសារអត្រាយើងកើតច្រើនពេកអញ្ចឹងឆែកសុខភាព
គេតែងតែបញ្ជ្រាបនឹងអា tumor marker ហ្នឹង tumor marker មកដល់ថ្ងៃនេះអត់មាន tumor marker ណា recommend ថាធ្វើដើម្បីឆែកសុខភាពទេប៉ុន្តែគ្រឿងការដែលយើងឆែករឿងក្រៅផ្លូវការតើយើងឆែកចង់ថា valor សម្រាប់មកយក diagnosis អត់មាន valor diagnosis ទេប៉ុន្តែគេឃើញថាវាស័ក្តិសិទ្ធនៅពេលដែលយើងព្យាបាលគីមីបើព្យាបាលគីមី tumor marker ហ្នឹងវាថយអញ្ចឹងគេសង្ឃឹមថាថ្នាំគីមីរិប៉ុងល្អប៉ុន្តែបើសិនជាយើងមើលហើយយើងនៅអត់សុខទេតែឃើញឡើងហើយយើងអាចទុកចោលទេបើឃើញ marker ខាងសួតឡើងត្រូវតែធ្វើ scan សួតបើធ្វើ marker ពោះវៀនធំកើនត្រូវតែឆ្លោះពោះវៀនធំឃើញ marker លំពេងឡើង CA199 ត្រូវតែ scan មើលលំពេងបើ marker over ឡើងត្រូវតែមើល echo រកង់ CA over អញ្ចឹងបើសួរថាយកនៅសុកមើលអាហ្នឹងបើសិនជាឃើញឡើងក៏ចង់បញ្ជាក់ថាកុំតន់ភ័យយើងនៅមានមកតេស្តមកតង់ទៀតគឺ scan មើលបើអត់ឡើងយើងដេកលក់គ្រាន់តែប៉ុណ្្នឹងហើយសំណួរលោកគ្រូមួយទៀតសួរសុផលញឹមក៏ដាក់ miliary TB សញ្ញាសួរញ៉ាំដឹងគាត់ចង់សួរថាម៉េចដែរប្រហែលជាគាត់សួរថាចង់ដឹងថា TB milia មិនជាអ្វីអាចឲ្យស៊ីកែលចឹងអត់អានេះតាមខ្ញុំកាត់យល់ What indication oral steroid in prostatitis លោកគ្រូសុភមករាក៏សួរថា what indication oral corticosteroid in bronchiectasis សំណួរល្អមែនតើបើធៀបប៉ិត bronchiectasis គេមិនសូវឲ្យ recommend steroid ប្រមាណទេប៉ុន្តែដោយសារក្នុងយើងមើល mechanism physiopathology វាមាន mechanism មួយគឺ inflammation chronic អញ្ចឹងគេគិតថា steroid នឹងជួយកែកុននៅ inflammation bronch ហ្នឹងប៉ុន្តែក៏យើងត្រូវប្រយ័ត្នថាយើងប្រើ steroid ប្រឈមមុខនឹង risk infection ដែរពីព្រោះ bronchiectasis វាឲ្យ stress ស្អិតមាន colonization bacterienne ក៏ risk មាន infection ដែរអញ្ចឹងយើងប្រើចំណេញមួយផ្នែកប៉ុន្តែក៏អាច risk មួយផ្នែកដែរអញ្ចឹងជាទូទៅគេអាចបូមឈាមមើលគេឃើញបើសិនជា eosinophil ក្នុងឈាមឡើងជា marker មួយជួយឲ្យយើងគិតថានឹងប្រើ steroid ទៅស័ក្តិសិទ្ធិប៉ុន្តែបើសិនជា eosinophil ឈាមអត់ឡើងទេការដែលប្រើ steroid គឺអត់សូវសង្ឃឹមថាជួយបានទេសំណួរលោកគ្រូសុផលនៅខនក៏សួរ tuberculosis skin test ឬ quantiferon ឬ chest x-ray តើមួយណា benefit ជាងហើយចាយលុយតិចជាងចម្លើយគឺមើលកំហាបាទ skin test quantiferon chest x-ray មួយណាល្អជាងគឺកំហាល្អជាងបើសិនយើងព្យាបាលធ្វើរោគវិនិច្ឆ័យល្បែងគឺគេមើលកំហាដើម្បីរកមេរោគល្បែងជាចម្លើយមួយដែលឃើញល្បែងពិតប្រាកដបើសិនជាយក skin test tuberculosis skin test មកធ្វើ test វាអាចមាន false positive ច្រើនបើសិនយើងភាគច្រើនយើងចាក់ BCG ពីក្មេងចាក់ BCG គឺការបកស្រាយ skin test ហ្នឹងគឺអាស្រ័យទៅលើវ៉ាក់សាំងយើងធ្លាប់ចាក់អញ្ចឹង skin test ហ្នឹងអាច positive អត់អាច skin test positive អត់អាចថាយើងកើតល្បែងទេពីព្រោះយើងវាអាចច្រឡំមួយវ៉ាក់សាំងចំណែក quantiferon គឺគេបូមឈាមយកទៅមើល memory ល្បែងនៅក្នុងឈាមយើងដែលមាន interferon gamma បើសិនជា quantiferon positive ការបកស្រាយគឺថាយើងមានផ្ទុកមេរោគល្បែងក្នុងខ្លួនប៉ុន្តែមិនហ៊ានថាយើងឈឺមេរោគល្បែងទេអញ្ចឹងក្នុងហ្នឹងគេហៅ
infection latent infectious tuberculosis ខុសពីdisease អញ្ចឹងក្នុងល្បែងដែលយើងឆ្លងល្បែងយើងជួបមេរោគល្បែងឆ្លងតាមផ្លូវដង្ហើមឆ្លងតាម droplet តាមការនិយាយតាមទំនាក់ទឹកមាត់យើងហ្នឹងក្នុងអ្នកឆ្លងល្បែង100នាក់គេឃើញថា90នាក់រួចខ្លួន90នាក់អត់វិវត្តនាទេគឺល្បីធ្វើអីឲ្យគាត់អត់កើតទេប៉ុន្តែ90នាក់ហ្នឹងគឺបើធ្វើតេស្តកុងស៊ីហ្វេរ៉ង់ positive ហើយគាត់ជួបល្បែងហើយកុងស៊ីហ្វេរ៉ង់ហ្នឹងនឹង positive នៅមួយជីវិតនៅមួយគាត់អញ្ចឹងអ្នកដែលកើតល្បែងនោះតែ 10% ទេតើតើ immunity គាត់ខ្សោយហើយតើតើនឹងមេរោគល្បែងច្រើនផងហើយក្នុង10%ហ្នឹងគេបែងចែកជា2ទៀតតែ 5% កើតក្នុង2ឆ្នាំដំបូង 5% ទៀតវាចាំកើតនៅពេលយើងអាយុចាស់នៅពេលដែលយើង immunodeprime យើងទឹកនោមផ្អែមយើងអីចឹងបានលេចឡើងទៀតអញ្ចឹងបើយើងយកកុងស៊ីហ្វេរ៉ង់មកធ្វើ diagnosis tuberculosis disease អត់បានទេគាត់បានថាជា tuberculosis infection ប៉ុន្តែមិនមែនថាមិនបាន 100% ទេបើអ្នកជំងឺមានរោគសញ្ញាក្តៅខ្លួនរ៉ាំរ៉ៃហើយយើងសង្ស័យល្បែងដែរយើងបូមអានឹងមក positive បានហើយអាចយកជាការបានចំណែក X-ray អត់ពិបាកក្នុងការធ្វើ diagnosis បើថាល្បែងគ្រាន់តែ X-ray គ្រាន់តែឲ្យយើងសង្ស័យថាអ្នកជំងឺនឹងមាន Cavern on favor ល្បែងប៉ុន្តែសួរថាល្បែងមែនអត់វាមាន excavated lesion ខ្លះជា cancer excavated ខ្លះជា infection fungic អញ្ចឹងអត់អាចថា 100% បានទេមានតែកំហាកហ្នឹងហើយដែលគ្រាន់ថាកំហាកយើងអាចមើល direct smear យើងមើលតាមរយៈ microscope ឬក៏ gene expert ដែលឈុតជាងគេហ្នឹងគឺ gene expert ហ្នឹងហើយបើសួរចាយលុយតិចច្រើន radio X-ray មួយប្រហែលជា$5-10 tuberculosis skin test ហើយតម្លៃប៉ុណ្្នឹងដែរចំណែកកុងស៊ីហ្វេរ៉ង់$100ជាងអញ្ចឹងកុងស៊ីហ្វេរ៉ង់ជិតថ្លៃសំណួរលោកសុកលេង granuloma pulmonea មាន risk អីខ្លះអត់មាន risk ទេអាហ្នឹងគឺជា scale ដែលជាប់នៅនឹងរហូតអត់មានទៅណាទេ scale TB ឲ្យ bronchiectasis ឌីឡាហេតុអ្វីឲ្យ bronchiectasis ជំនួសហេតុអីឲ្យ bronchiectasis យើងមើលមេកានីសមិញគឺឲ្យតែមេរោគអលាកទៅវាឲ្យអលាកតងសួតគឺឲ្យរីកតងអាចមានភាគរយរីកតងសួតហ្នឹងហើយខ្ញុំចង់សួរបន្តិចថាតើការយកកំហាកតម្រូវយកមួយថ្ងៃមួយកំប៉ុងឬអាចយក3ក្នុងថ្ងៃតែមួយបានរឿងមិនទៅយកលោកគ្រូអ្នកគ្រូអនុវត្តមិនទៅយកមួយថ្ងៃមួយកំប៉ុងឬមួយថ្ងៃ3កំប៉ុងកុំឲ្យខាតពេលអ្នកជំងឺមកពីចម្ងាយឆ្ងាយផងអញ្ចឹងយកម្ដង3ម្ដងទៅកុំឲ្យខាតលុយគាត់ធាតុពិតគេមានចម្លើយគឺគេមានរបស់គេមិនមែនគេចេះតែបខំឲ្យយើងមើល3ថ្ងៃជាប់គ្នាទេដោយសារគេមាន study ច្បាស់លាស់គេរកឃើញថាយើងរក3ថ្ងៃភាគរយចាប់បានមេរោគល្បែងខ្ពស់ជាងរក1ថ្ងៃខ្ពស់ជាងរក2ថ្ងៃតែគេព្យាយាមរក4ថ្ងៃ5ថ្ងៃអត់ឃើញលើសនឹងទេអញ្ចឹងគេមាន study គេច្បាស់លាស់គឺគេរកឃើញថារក3ថ្ងៃជាប់គ្នាគឺលទ្ធផលល្អជាងអញ្ចឹងប៉ុន្តែដោយសារសំណួរគាត់យើងគិត logic ពីstudy របស់គេយើងគិតមកសំណួរគាត់យកមួយថ្ងៃ3កំប៉ុងវាកំហាកដដែលវាអត់ខុសគ្នាទេភាគរយវាចេញមេរោគល្បែងវាអត់ខុសយកពេលហ្នឹងនឹងមកបន្ទាប់ទៀតក៏អត់ខុសគ្នាទេថ្ងៃតែមួយអាហ្នឹងជាការគិតរបស់ជា logic ប៉ុន្តែឲ្យសួរថាមាន evidence អត់មានទេអត់មានណាទៅស្រាវជ្រាវរឿងហ្នឹងទេបាទសំណួរចុងក្រោយខ្ញុំយកតើកុងទីហ្វេរ៉ង់ TB positive តែ AFP strain negative តើគូព្យាបាលទេ
recommend ព្យាបាលគឺនៅលើស្មៀដដែល AFV acid មកពាក្យកាត់ acid fast bacilli អាហ្នឹងតែ positive ត្រូវតែព្យាបាលជាល្បែងហើយអញ្ចឹង Contiferon ខ្ញុំនិយាយបកស្រាយមិញ Contiferon បានន័យថាជា infection ហើយ infection ព្យាបាលអត់